កម្ពុជាស្វាគមន៍កូនផ្សោតថ្មីមួយក្បាលនៅខេត្តក្រចេះដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ទៅ111ក្បាលយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី26ខែឧសភាឆ្នាំ2025នេះកម្ពុជាស្វាគមន៍កូនផ្សោតថ្មីមួយក្បាលនៅខេត្តក្រចេះដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់111ក្បាលចំពោះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់111ក្បាលហើយគិតត្រឹមថ្ងៃទី25ខែឧសភាឆ្នាំ2025បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលអាយុប្រមាណ2ថ្ងៃត្រូវបានប្រទះឃើញនៅអន្លង់កំពីភូមិជ្រោយបន្ទាយឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពខេត្តក្រចេះក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះនៅវេលាម៉ោង 10:35 នាទីព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2025កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន4ក្បាលផ្សេងទៀតគិតត្រឹមដើមខែឧសភាឆ្នាំ2025នេះកម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន7ក្បាលក្នុងនោះ5ក្បាលកើតនៅខេត្តក្រចេះនិង2ក្បាលនៅខេត្តស្ទឹងត្រែងដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុបកើនឡើងដល់ទៅ111ក្បាលដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គរដ្ឋបាលជលផលនិងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ប្រជាសហគមន៍និងដៃគូដទៃទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផលនិងបំរាមនៃការប្រើប្រាស់មងនេសាទក្នុងទីជម្រករបស់សត្វផ្សោតនិងបន្តផ្ដល់នូវជម្រើសមុខរបរសម្រាប់ការចិញ្ចឹមជីវិតដោយប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គបន្តការអប់រំបរិស្ថាននិងការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋានព្រមទាំងបន្តការស្រាវជ្រាវនិងតាមដានស្ថានភាពនិងចំនួនសត្វផ្សោតក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងរដ្ឋបាលជលផលជាសេនាធិការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង72រូបនៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះក្នុងពុបហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើងក្រសួងក៏សូមអរគុណផងដែរចំពោះអង្គការដៃគូអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាការពារធនធានជលផលដ៏មានតម្លៃប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោតពិសេសកូនផ្សោតសូមផ្ដល់ព័ត៌មានមកសមត្ថកិច្ចជលផលដែលមានលេខទូរស័ព្ទ012 897 943 011 355 883 099 791 919 092 918 144និង017 818 382